តែតែខ្មុំកំពុងតែវាយរផ្ទុះខ្លាំងមែនតែនគ្រាន់ថាសម្រាប់រូបមន្តនេះអ្នកនរគ្នាអាចយកទៅលក់ក៏បានញ៉ាំក៏បានដែររូបមន្តនេះគឺប្រចាំតូបខ្ញុំហ្មងអ្វីដែលសំខាន់ហ្នឹងគឺក្រូចនេះគឺខ្ញុំធ្វើប្រភេទតំណាប់ដែរឲ្យយើងញ៉ាំបានរសជាតិឆ្ងាញ់ហើយអត់ធ្វើឲ្យតែយើងហាងទេអញ្ចឹងយើងមានក្រូចអានេះគេហៅក្រូចតែហ្នឹងគឺយើងដាក់50 ml ទឹកខ្មុំ50 ml ហើយបន្ថែមជាមួយនឹងទឹកស្ករបន្តិចព្រោះខ្ញុំចង់បានរសជាតិដែលដិតឆ្ងាញ់អញ្ចឹងណាហើយតែយើងប្រើតែខ្មៅនៅក្នុងតែទឹកខ្មុំនេះគឺចំណុចពិសេសហ្នឹងគឺរសជាតិដិតហើយគឺយើងបន្ថែមជាមួយនឹងក្រូចរបៀបដូចដំណាប់ចឹងណាប៉ុន្តែខ្ញុំធ្វើខ្លួនឯងឯងព្រោះខ្ញុំអត់ចង់ប្រើក្រូចស្រស់វាហាងចឹងដាក់មួយតែវាធំក្រូចឲ្យទុកឲ្យបានយូរទេចឹងរសជាតិគឺ fresh អ្នកដែលគាត់ញ៉ាំទៅវាប្រកាន់វីតាមីន C គឺការពារភ័ណ្ឌភាពស៊ាំយើងណាហើយពិសេសគឺក្រូចនេះលក្ខណៈវាដូចតំណាប់ចឹងអត់ហាងឆ្ងាញ់ហ្មងហើយខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅវីដេអូក្រោយរបៀបធ្វើក្រូចតំណាប់ក្រូចមួយទឹកខ្មុំនេះបន្ថែមណា